ចាំបន្ទាប់ពីយើងបានមកដល់ភ្នំពេញហើយយើងដេកមកយប់ងើបម៉ោង4ចារសារយន្តហោះយើងត្រូវឡើងម៉ោង7ចាងើបមកមេមើងធ្វើខ្លួនធ្វើប្រាណរួចក៏ចេញទៅដោយសារតែហូតែលហ្នឹងគេនាំយើងទៅពលានយន្តហោះចាពលានយន្តហោះពូជតុងភ្នំពេញយើងណាចាហើយជិះមិនទាន់ដល់ផងក៏មានរឿងគុណចរាចរណ៍តិចតួចហើយយើងក៏បានធ្វើដំណើរចូលទៅពលានយន្តហោះចាដើរទៅហើយបងប្អូនកុំភ្លេចនៅពេលដែលយើង check in យើងកុំភ្លេចទៅយកអាស្អីគេអាចហៅស្អីគេ refund bag ស្អីគេទេអាតា bag មិនហ្នឹងអញ្ចឹងខ្ញុំជិះយន្តហោះពីពូជតុងទៅម៉ាឡេស៊ីយើងធ្វើ2តអញ្ចឹងយើងបានលុយបានដូចជា$7ដែរបងប្អូនចាហើយនៅក្នុងយន្តហោះបងប្អូនកុំគិតថាអត់រលាកចាវារលាកតិចតួចខ្ញុំលើជិះឡានដែរបងប្អូនតែវាអាមួយនៅដីអាមួយនៅលើមេចាបងប្អូនព្រលឹងទាំងសក់ចានិយាយមែនចាប៉ុន្តែសប្បាយបងប្អូនហើយខ្ញុំធ្វើដំណើរពីពូជតុងទៅម៉ាឡេស៊ីហ្នឹងគឺយើងធ្វើដំណើរ2ម៉ោងចា2ម៉ោងបានយើងទៅដល់ចាពេលដែលយើងទៅដល់ហើយយើងសម្រាប់ឈប់ចាំប្រហែលជា3ម៉ោងអីដែរទៅយើងញ៉ាំហូបម៉ាឡេស៊ីឆ្ងាញ់ណាស់បងប្អូនអើយមានបាយមានអីតែគ្នាចាហើយមួយចានធូរថ្លៃគេវាដូចជាមួយចាន7រៀលហ្នឹងហើយបងប្អូនដឹងហើយថាតម្លៃនៅក្នុងពលានហោះគឺវាមានតម្លៃពន្ធតម្លៃស្អីគេហ្នឹងគឺវារឹងថ្លៃដែរចាបន្ទាប់ពីយើងញ៉ាំហើយអីហើយយើងក៏ធ្វើដំណើរបន្តមកចាំចូលចាពីដល់ម៉ោងចូលហើយយើងក៏ដើរចូលទៅយន្តហោះចាយន្តហោះហើយដោយសារតែគេទៅចោះចតយើងចាំឲ្យគេសម្អាតទៅហើយយើងក៏ចូលទៅចាហើយគេមានហ្គេមខ្ញុំមិនសូវយល់ដែរអាហ្គេមនេះចាហើយយើងចាំមកសទុះហើយឡើងទៅទៀតហើយចាហើយធ្វើដំណើរពីម៉ាឡេស៊ីមកជៀងម៉ៃក្រាប៊ីតែ1ម៉ោងឯងបងប្អូនចាហើយដែលខ្ញុំជិះមកហ្នឹងគឺខ្ញុំស្រួលទេប្តីខ្ញុំគាត់ធ្វើអីគេយើងសរសេរក្នុងទូរស័ព្ទថាយើងបានចេញពីប្រទេសកម្ពុជាចេះទៅណាទៅណីណាខ្ញុំសូវចេះទេបងប្អូនអើយធ្វើមកយើងមិនដែរសូវកែដើមកែអីគេណាចាហើយហ្នឹងហើយឈោចាំយីបងប្អូនឲ្យយូរយើង order taxi គេចាដល់ order taxi យូរពេកយើងក៏ជិះឡានរួមចាម្នាក់ប្រហែលនេះបងប្អូនខ្ញុំភ្លេចបាត់ហើយមិនដឹងជា500បាតឬក៏60បាតឯងបងប្អូនអើយខ្ញុំភ្លេចបាត់ហើយយើងក៏មកដល់ក្រាប៊ីចាជិះកន្លះម៉ោងដល់ក្រាប៊ីតែយើងដេកនៅទីនោះមួយយប់បន្ទាប់មកបានយើងទៅលើទៅកោះហើយកោះខ្ញុំទៅហ្នឹងគឺកោះចាំចាហើយយើងដេកបន្ទប់នៅក្នុងនោះមួយយប់បន្ទប់នៅក្រាប៊ីនេះខ្ញុំដេកមួយយប់ដូចជា25រៀលទេបងប្អូនគឺថ្លៃដែរចាហើយយើងនៅសល់ពេលច្រើនមែនទែនអញ្ចឹងយើងក៏ដើរមើលនៅក្រាប៊ី town គេនឹងគេមានស្អីខ្លះចាហើយក្រាប៊ីហ្នឹងគឺនៅជិតនឹងព្រែកសមុទ្រព្រែកទន្លេហ្មងបងប្អូនហើយទីសភាពគេស្អាតចាហើយយើងបានញ៉ាំអីនៅជិតមាត់ព្រែកមាត់ទន្លេហ្នឹងមាត់ស្ទឹងសមុទ្រហ្នឹងបងប្អូនហើយតម្លៃមួយចានគឺដូចជា$4 $5ដែរបងប្អូនតែឆ្ងាញ់មែនទែនហើយគេធ្វើរហ័សតាន់ចិត្តមានលឿនមែនទែនចាហើយពួកយើងបានញ៉ាំប្រហែលមុខហ្នឹងហើយលាយជាមួយនឹងផឹកទឹកដូងបងប្អូនចាហើយបន្ទាប់ពីញ៉ាំមកធូរហើយយើងនិយាយគ្នាជជែកគ្នានេះនោះណាបងប្អូនចារសជាតិម្ហូបគេអេហ្មងចាហើយចំពោះតម្លៃប្រមាណខ្ញុំចំណាយពីអស់ប្រមាណទាំងធ្វើដំណើរទាំងដេកទាំងស៊ីចុកបុកពីហ្នឹងចាំពេលចប់ trip ត្រឡប់មកវិញចាំខ្ញុំប្រាប់បងប្អូនថាខ្ញុំចំណាយអស់ប្រមាណណាបងប្អូនចាការដើរលេងស៊ីចុកដេកស្នាក់នៅអីហ្នឹងធ្វើដំណើរជិះទូកជិះកាណូតអីហ្នឹងអស់ប្រមាណនេះចាំខ្ញុំប្រាប់បងប្អូននៅពេលចប់វីដេអូចាហើយនេះដើរលេងមកផ្លេតទៅក៏យប់ហើយញ៉ាំម្ដងទៀតចាញ៉ាំបុកល្ហុងហើយគេមានផ្សារគេតម្លៃផ្លែឈើអីគេហ្នឹងគឺដូចតានៅនេះដែរចាហើយពេលយប់ក៏ទិញអីផឹកត្រៀមហើយក៏ចូលដេកអរគុណ